តោះមួយមិញពូម៉ៃបង្ហាញសัตว์កម្រឥឡូវសូមបង្ហាញសត្វកម្រមួយទៀតសត្វហ្នឹងកម្រហើយអ្នកខ្លះក៏គាត់ហូបអ្នកខ្លះទៀតក៏គាត់អត់ហ៊ានហូបទេដោយសារគាត់ឲ្យញើសនឹងស្បែករបស់វាតោះតែមើលអស់គ្នាថាសត្វហ្នឹងអីគេសបោមែនតើនៅផ្ទះពូម៉ៃនេះមួយជាទីស្រឡាញ់ហ្នឹងគេហៅគក់ហ្នឹងអ្នកដែលអ្នកខ្លះគាត់ហូបអ្នកខ្លះក៏គាត់អត់ហូបទេដោយសារអ្នកខ្លះគាត់បានទុកគាត់នឹងញើសស្បែករបស់វាតែគក់នេះថាប្រយោជន៍វាល្អមែនតើអ្នកដែលគាត់ហូបជាតែអ្នកឈឺអ្នកអីហូបទៅកូនទុយអីហូបទៅឡើងសាច់ល្អណាវាត្រជាក់តែទន្ទឹមនឹងត្រជាក់នឹងហូបហ្នឹងក៏ទាមទារអ្នកដែលធ្វើហ្នឹងឲ្យស្អាតអនាម័យដែរព្រួយមកគក់ពងវាអាចពុលតែបើយើងធ្វើឲ្យស្អាតហូបទៅល្អតែអ្នកបានទោសផងដែរសុំទោសអ្នកដែលគាត់អត់ហូបគាត់រៀងញើសស្បែកថាស្បែកវាគ្រើមអញ្ចឹងតែគក់នេះក៏លើទីផ្សារក៏មានអ្នកលក់ដែរខែទឹកឡើងអញ្ចឹងថ្លៃគួរសមដែរហើយវាគ្រូនៅក្រោយផ្ទះខ្ញុំពេលដែលសំខាន់វាមកស៊ីចលេនគក់ស៊ីចលេនទីខ្ចៅខ្យងទៅនោះគក់ស្រួលមែនតើអ្នកដែលចង់បានអាចយកបានទៅហើយទឹកឡើងហ្នឹងសបោចលេនក៏សបោគក់ក៏សបោជាសេះហើយទឹកឡើងហ្នឹងផ្ដាំផ្ញើអ្នកដែលនៅជាប់មាត់ទន្លេមាត់បឹងមាត់អីដូចខ្ញុំអញ្ចឹងណាប្រយ័ត្នបំផុតពោះក្អែបគឺសបោមែនតើពោះក្អែបចឹងការពារទាំងអស់គ្នា